សួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបក្នុងការដាក់ admin ចូលទៅក្នុង page របស់យើងអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានធ្វើវីដេអូមួយអំពីការបង្កើត page រួចហើយឈ្មោះតា testing name ហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបក្នុងការដាក់ admin ចូលទៅក្នុង page ប៉ុន្តែមុននឹងដាក់ចូលខ្ញុំចង់លម្អិតតកតនឹង admin នេះជូនបងប្អូនបន្តិចតើ admin គឺជាអ្វីហើយ page មួយហ្នឹងយើងគួរតែដាក់ admin ប្រមាណទៅល្អ admin នេះគឺជា Facebook account អញ្ចឹង page របស់យើងមិនអាចរស់នៅម្នាក់ឯងបានទេវានៅក្រោម Facebook account ផងយើងព្រោះយើងបង្កើត page ក្រោម Facebook ផងយើងអញ្ចឹងបើយើងចង់ដោះដូរ account ផងយើងគឺយើង add admin ថ្មីចូលហើយ remove admin ចាស់អញ្ចឹងទៅហើយ page មួយបងប្អូនមិនគួរដាក់ admin តែមួយទេបងប្អូនគួរដាក់ចាប់ពី2ឬក៏3ឡើងទៅល្អដោយសារតែពេលណាដែលមានបញ្ហាជាមួយនឹង Facebook account គឺ page យើងនឹងបាត់ទៅជាមួយ Facebook ហ្នឹងតែម្ដងគឺយើងពិបាកធ្វើការជាមួយអញ្ចឹងបើសិនជាបងប្អូនមាន2ឬក៏3 Facebook មួយខូចនៅ2ទៀតសម្រាប់យើងធ្វើការយក page ឬក៏ដោះដូរ admin អីចឹងទៅអញ្ចឹងសម្រាប់ខ្ញុំឲ្យបងប្អូនដាក់3 admin 3ក្នុង page មួយ admin ទី1ហ្នឹងគឺជា admin post admin post នេះគួរតែជា account ដែលបងប្អូនលេងប្រចាំថ្ងៃហ្នឹងទៅល្អដោយសារតែ account នេះវារីកល្អ post ទៅឡើង view លឿនអញ្ចឹងទៅសម្រាប់ admin ទី2គឺជា admin កាន់ page ទុកហ្មងអត់យើងបាច់លេងក៏បាន account fake ក៏បាន account អីក៏បានយើងទុកទៅឲ្យតែដាក់ password អីត្រឹមត្រូវអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ admin ទី3គឺជា admin payout អាហ្នឹងពេលដែលបងប្អូនចាប់ផ្ដើមរកលុយបានជាមួយនឹង Facebook បងប្អូនត្រូវការ admin payout ហ្នឹងឯងអញ្ចឹងបងប្អូនរៀបចំពីដើមមកហើយទៅបើសិនជាបងប្អូនមានគោលបំណងចង់រកលុយជាមួយ Facebook នៅពេលអនាគត admin payout នេះគឺបងប្អូនត្រូវតែបង្កើតជា account ខ្លួនឯងឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណខ្លួនឯងទៅពេលដែលមានបញ្ហាណាមួយយើងអាច verify document verify ឯកសារអីគឺវាមិនសូវជាស្មុគស្មាញដោយសារនេះគឺជា account zin ផងយើងតែម្ដងអញ្ចឹងបងប្អូនលេងតាំងពីថ្ងៃបង្កើត page ថ្មីរហូតដល់ពេលដែលយើងរកលុយបាន account ហ្នឹងចាស់ល្មមអាចប្រើការបានហើយអូខេឥឡូវខ្ញុំបញ្ចប់ត្រឹមហ្នឹងខ្ញុំបង្ហាញបងប្អូនពីរបៀបដោះដូរ admin នៅក្នុង page តែម្ដងអញ្ចឹងខ្ញុំចូលលើ page testing nameបងប្អូនចូលមកដល់កន្លែងនេះបងប្អូនចុចត្រី3នៅខាងលើបន្ទាប់មកបងប្អូនចុចពាក្យ setting and privacy បងប្អូនយក settings មកដល់កន្លែងនេះបងប្អូនអូសចុះមកក្រោមបន្តិចបងប្អូននឹងឃើញពាក្យ page setup បងប្អូនចុចលើនឹងមកអញ្ចឹងមកដល់កន្លែងនេះបងប្អូននឹងឃើញពាក្យ page access មកដល់កន្លែង page access នេះបងប្អូនយកនៅខាងលើគេគឺសម្រាប់ admin នៅខាងក្រោមនេះគឺតំណតូចមិនអាចផ្លាស់ប្ដូរ admin ផ្សេងបានទេអូខេអញ្ចឹងបងប្អូន add នៅខាងលើនេះហើយបងប្អូនចុច next មកដល់កន្លែងនេះគឺបងប្អូន search ឈ្មោះ account អ្នកណាម្នាក់ដែលឬក៏ account ដែលយើងចង់ add នឹងចូលឧទាហរណ៍ថាខ្ញុំដាក់ចូលខ្ញុំអត់មាន account add ចូលគ្រាន់បង្ហាញបងប្អូននេះឧទាហរណ៍ខ្ញុំដាក់ account គាត់ខាងលើនេះអូខេអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនឲ្យ admin ផងបងប្អូនធ្វើការពេញលេញដូច admin ដើមបងប្អូនបើកនៅកន្លែងនេះមួយបើកកន្លែងហ្នឹងបងប្អូនចុចពាក្យ give access មកដល់កន្លែងនេះបងប្អូនដាក់ password របស់ Facebook នឹងចូលមកបន្ទាប់មកចុច confirm រួចរាល់ហើយអញ្ចឹងបន្ទាប់មកគឺបងប្អូនចូលទៅ account ដែលបងប្អូនបាន invite ឲ្យមកកាន់ page នឹងដែរហ្នឹងបន្ទាប់មកចុច confirm ទៅចុច accept ទៅគឺរួចរាល់ជាការស្រេចហើយអញ្ចឹងការ add admin ចូលមានប៉ុណ្ណឹងអរគុណបងប្អូនជួបគ្នាក្នុងវីដេអូក្រោយទៀត